បាទសូមជម្រាបសួរបាទពុកម៉ែយាយតាបងប្អូនទាំងអស់គ្នាផងដែរបាទវិលមកជួបគ្នាជាបន្តទៀតបាទជាមួយនឹងប្រភេទវីដេអូកម្សាន្តក៏ដូចជាវីដេអូបាទចាប់ផ្សាយផ្សេងបាទពី Channel ខ្ញុំបានផងដែរបងប្អូនណាថ្ងៃនេះគឺថាដោយសារតែបើឃើញបាទត្រួយអំពិលនេះគឺថាល្អមែនទែនបងប្អូនបាទគឺថាបន្ទាប់ពីត្រូវភ្លៀងបាទបាន2 3មេមកគឺថាលាស់ត្រួយបាទខ្ចីតែម្ដងបាទអញ្ចឹងទៅគឺថាបាទគឺឃើញល្អ បាទទាញថង់បាទដៃមួយគឺថាទាំងកូនទាំងខ្ញុំបានឡើងមកបេះបាទបងប្អូនបាទឡើងមកបេះឲ្យបានទុកមួយថង់ហើយទុកដាក់ហាលវាបងប្អូនបាទដាក់ហាលវាចោលទៅឲ្យវារៀងក្រៀមហើយយើងទុកទៅថ្ងៃណាយើងអត់មានត្រួយអំពិលយើងអាចយកអាក្រៀមហ្នឹងយកទៅស្លបានដែរបងប្អូនណាបាទបាទត្រួយអំពិលនេះគឺថាយើងអាចច្នៃធ្វើជាម្ហូបបាទច្រើនបាទមុខផងដែរបាទមិនថាយកទៅធ្វើបាទខ្នប់ឬក៏ស្លម្ជូរឬក៏នៅសម្លបាទផ្សេងយើងអាចច្នៃប្រឌិតបាទបានម្ហូបច្រើនយ៉ាងដែរបងប្អូនណាបាទគឺថាជាទូទៅត្រួយអំពិលបាទនៅពេលដែលត្រូវកម្ដៅបាទភ្លើងអញ្ចឹងណាបាទបើសិនបើយើងត្រូវការបានមានត្រួយអំពិលច្រើនតើមានភ្លើងបាទដុតភ្លើងដុតអីទៅបានវាមានត្រួយបាទបើមិននេះទេវាដល់រដូវវាបាទរដូវខែភ្ជួរបាទតន្តរដូវខែភ្ជួរខ្ទង់ប្រហែលជាខែ5ហ្នឹងត្រូវទឹកភ្លៀងត្រូវអីហ្នឹងគឺវាលាស់ខ្ចីបាទនេះគឺថាមួយដើមធំមែនតើបាទផ្ទះខ្ញុំគឺមានដើមអំពិលហ្នឹង3ដើមបងប្អូនណាបាទអាដើមនេះគឺថានៅពីមុខផ្ទះបាទហើយនៅមានចំហៀងផ្ទះហើយនឹងនៅពីក្រោយផ្ទះបាទអាដើមនេះគឺថាទូចទេបាទចំណែកនៅខាងក្រោយផ្ទះគឺដើមធំបាទហើយចំណែកនៅកណ្ដាលផ្ទះហ្នឹងនៅបាទនៅគៀនផ្ទះបាទនៅគៀនផ្ទះហ្នឹងគឺថាដើមល្មមទេបាទនេះគឺថាវានៅជាប់អឺបាទដើមតូចល្មមហើយចេញពីផ្ទះខ្ញុំបានទៅគឺថាវាស្រែតែម្ដងបងប្អូនណាបាទគឺថាបេះឲ្យហើយទៅបងប្អូនគឺថាបន្តិចទៀតហ្នឹងវាចាស់បាទក្រោយពេលដែលវាចាស់ហើយវាផ្កាហើយបានវាក្តិបបងប្អូនណាបាទក្តិបហ្នឹងគឺយើងចាប់ផ្ដើមបានបេះហូបមួយសាទៀតហើយបាទចាប់ពីក្តិបទៅយើងអាចបេះក្តិបបាទរបស់វាហ្នឹងគឺថាយើងអាចធ្វើទៅវាយកទៅជាបុកឬក៏ទៅជ្រលក់បាទអំបិលម្ទេសអីផ្សេងបានបាទគឺថាអ្នកខ្លះគឺគាត់អត់សូវចេះហូបដែរប៉ុន្តែភាគច្រើនគឺចេះហូបបាទត្រួយអំពិលហ្នឹងគឺថាភាគច្រើនគាត់ចេះហូបហើយភាគតិចដែលគាត់មិនចេះហូបណាបាទបាទបងប្អូនទាំងអស់គ្នាកុំភ្លេចជួយបាទចុចវាថាជាវបាទ Subscribe Like និង Share បាទនៅ Channel បាទ SB Report ដែលជា Channel ថតនៅសត្វក៏ដូចជាបាទដំណើរកម្សាន្តបាទផ្សេងនៅតាមជនបទបាទសម្រាប់ពេលនេះខ្ញុំបាទសូមគោរពលាសូមអរគុណហើយសូមទស្សនាជាបន្តផងដែរបាទ